ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពីអសតបារានចំបៃពីអ្នកគ្រូសូមចែករំលែកអំពីជំងឺធ្លាក់សនិងបានអរគុណអតិថិជនដែលបានប្រើប្រាស់ចំបៃពីនិងជួយផ្ដល់មតិយោបល់មកវិញជនចំបៃពីសួស្ដីបងនាងខ្ញុំធ្លាក់សតាមឡាយនេះរយៈពេល5ឆ្នាំហើយធ្លាប់ព្យាបាលនៅពេទ្យឯកជននិង clinic ជាច្រើននៅភ្នំពេញតែបានត្រឹមតែធូរតិចទួចហើយវិលមកធ្លាក់សដដែលប្រើទាំងថ្នាំលេបធ្វើទុកខ្លាំងហើយប្រើប្រាស់ថ្នាំសល់ផងហើយធ្លាប់ដុតបាញ់ពីខាងក្នុងទៀតតែគ្រាន់តែធូរស្បើយហើយធ្លាក់សដដែលហើយក៏ធ្លាប់ទៅពិនិត្យសុខភាពនៅប្រទេសថៃគេថាខ្ញុំមានមេរោគធ្លាក់សហើយធ្វើឲ្យខ្ញុំក្តៅស្បូនខ្លាំងគេឲ្យថ្នាំលេបនិងសល់នៅតែមិនជាតែឥឡូវខ្ញុំអរគុណដល់ឱសថបុរាណចំបៃពីហើយដែលបានធ្វើឲ្យនាងខ្ញុំផឹកទៅជាពីជំងឺផ្សិតធ្លាក់សនេះខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំខ្លាចជាស្ត្រីវិញហើយខ្ញុំទៅពិនិត្យពេទ្យហើយលទ្ធផលថាខ្ញុំជាពីជំងឺធ្លាក់សអស់ហើយ